តើប្រទេសរបស់បងប្អូនមានសួនបន្លែលក្ខណៈគ្រួសារហើយនៅតាមពិតសួនបន្លែគ្រួសារគឺល្អខ្លាំងមែនទែនបងប្អូនមិនមែនត្រឹមតែដាំឲ្យគ្រាន់តែដាំទេណាយើងអាចយកវាទៅហូបហើយផ្ដល់ផលល្អចំពោះសុខភាពយើងទៀតបងប្អូនគិតមើលជីខ្ទឹមស្លឹកគ្រៃម្ទេសដំណាំតិចតួចហ្នឹងបើយើងយកលុយទៅទិញគេគឺយើងចំណាយលុយអស់1000 2000 3000ជាដើមតែបើយើងមានរបស់ខ្លួនឯងវិញពេលយើងត្រូវការស្លត្រូវការដាំត្រូវការអីតិចតួចហ្នឹងគឺយើងអាចយកមកប្រើបានទេបងប្អូនយើងអត់បាច់ហត់ទៅសុំគេឬក៏អស់លុយទៅទិញគេទេបងប្អូនយើងអាចដាំបាននៅផ្ទះយើងផ្ទាល់តែម្ដងមិនត្រូវការដីច្រើនទេបងប្អូនបើបងប្អូនមានដីតូចទេយើងអាចដាំនៅក្នុងផើងក្នុងរៀបជាសួនតូចកង់ឡាននេះក៏យើងអាចដាំបានដែរបងប្អូនហើយវាអត់មានថាពិបាកដាំអីទេឲ្យតែបងប្អូនមានការតាំងចិត្តធ្វើហើយបើបងប្អូនមានដីធំយើងអាចរៀបធ្វើជាសួនបន្លែមានបន្លែត្រើងបន្លែជីគ្រឿងទេសហើយក៏អាចមានដំណាំធំដំណាំយកផ្លែបានទៀតណាបងប្អូនអញ្ចឹងថ្ងៃនេះយើងចូលដល់ប្រធានបទយើងគឺនិយាយពីសួនបន្លែគ្រួសារអញ្ចឹងសួនបន្លែគ្រួសារនោះគឺយើងសំដៅទៅដល់សួនបន្លែដែលយើងរៀបចំក្បែរផ្ទះមានប្រភេទបន្លែចម្រុះបន្លែយកស្លឹកបន្លែយកផ្លែនិងបន្លែយកមើមលាយជាមួយពពួកជីគ្រឿងទេសនិងដំណាំយកផ្លែដែលមានអាយុកាលខ្លីវែងចម្រុះគ្នាព្រមទាំងដំណាំពហុប្រយោជន៍ផ្សេងទៀតដែលអាចជួយកែលម្អជីជាតិដីយកធ្វើជាជីកំប៉ុស្តនិងចំណីសត្វជាដើមសួនបន្លែគ្រួសារសម្រាប់កម្មវិធីអាហារូបត្ថម្ភនិងផ្ដោតបន្ថែមទៅលើការជ្រើសរើសប្រភេទបន្លែដែលផ្ដល់ជីជាតិខ្ពស់ដូចជាផ្ទីស្ពៃល្ពៅថ្លូងជ្វាម្រុំនិងឈើហូបផ្លែដែលផ្ដល់ផលឆាប់រហ័សដូចជាល្ហុងចេកទៀបសួនដំណាំគ្រួសារសម្រាប់កម្មវិធីអាហារូបត្ថម្ភនិងរៀបចំឲ្យមានបន្លែចម្រុះជាច្រើនប្រភេទពេញមួយឆ្នាំដើម្បីបំពេញតម្រូវការក្នុងគ្រួសារនិងអាចលក់ដូរបានប្រាក់ចំណូលបន្ថែមបន្ទាប់បន្សំផងដែរការរៀបចំបង្កើតសួនបន្លែលក្ខណៈគ្រួសារគឺជាផលិតកម្មចំណីអាហារមួយនឹងត្រូវបានអនុវត្តជាទូទៅទូទាំងពិភពលោកចឹងដូចដែលខ្ញុំលើកឡើងចឹងបងប្អូនសួនបន្លែគ្រួសារហ្នឹងណាដែលខ្ញុំចុះតាមភូមិមើលណាពីដំបូងគឺគាត់មានគំនិតថាដាំដើម្បីតែផ្គត់ផ្គង់នៅក្នុងគ្រួសាររបស់គាត់ទេតែចៃដន្យអីដាំទៅវាផ្លែច្រើនណាហូបអត់អស់ចឹងយកទៅលក់នៅក្នុងភូមិទៅបានចំណូលបន្ថែមក៏កើតជាមុខរបរមួយទៀតចឹងទៅបងប្អូនចឹងជួយបាននឹងសុខភាពហើយចំណេញថវិកាទៀតបងប្អូនហើយលក្ខណៈសំខាន់នៃសួនបន្លែគ្រួសារគឺយើងត្រូវគិតគូរវាមានសួនហ្នឹងគឺត្រូវរៀបចំនៅជិតផ្ទះជាប់ផ្ទះស្រួលសម្រាប់ស្ត្រីនៅក្នុងការថែទាំប្រមូលផលប្រចាំថ្ងៃហើយមួយទៀតគឺត្រូវតែស្ថិតនៅជិតប្រភពទឹកស្រះដងស្ទឹងឬក៏យើងអាចដំឡើងជាអាងស្តុកទឹកភ្លៀងសម្រាប់ស្រោចស្រពនិងប្រើប្រាស់ក្នុងគ្រួសារហើយស្ថិតនៅទីតាំងជាក់លាក់មិនលិចទឹកសម្រាប់ការដាំដុះពេញមួយឆ្នាំមានបន្លែចម្រុះត្រូវបានដាំដុះសម្រាប់បំពេញតម្រូវការក្នុងគ្រួសារសួនបន្លែត្រូវបានរៀបចំឡើងដោយប្រើប្រាស់នៅធនធានដែលមានតម្លៃទាបសួនដំណាំអាចមានទំហំតូចឬធំទៅតាមទំហំដីជាក់ស្ដែងដែលកសិករមានសមាជិកគ្រួសារគួរតែចូលរួមថែទាំសួនជាពិសេសកុមារតូចៗក៏អាចរួមចំណែកទៅតាមលទ្ធភាពផងដែរការរួមចំណែករបស់កុមារតូចៗក្នុងការចូលរួមថែទាំសួនអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរសម្រាប់ការលូតលាស់របស់ពួកគេចុះបើយើងមានសួនហើយតើយើងត្រូវតែដាំដុះប្រភេទបន្លែអ្វីខ្លះអញ្ចឹងបន្លែនិងផ្លែឈើហូបផ្លែគឺជាប្រភេទដំណាំចាំបាច់មានភាពងាយស្រួលនៅក្នុងការដាំដុះហើយមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់មនុស្សនិងសត្វប្រភេទបន្លែនិងដំណាំទាំងនោះគប្បីមានភាពចម្រុះអាយុកាលប្រមូលផលខ្លីវែងមធ្យមមានតម្រូវការទឹកនិងជីតិចហើយមានភាពធន់ទៅនឹងជំងឺហើយនិងកត្តាចង្រៃផ្សេងៗចឹងគ្រួសារនីមួយៗគួរតែជ្រើសរើសបន្លែដែលផ្ទុកវីតាមីននិងជាតិដែកខ្ពស់ងាយដាំដុះធន់ទៅនឹងអាកាសធាតុផ្ដល់ទិន្នផលខ្ពស់និងពេញនិយមការដាំដុះពូជងាយរកហើយអាចទុកពូជបាននិងសមស្របទៅនឹងប្រភេទដីអញ្ចឹងមាន3បន្លែជាគោលវាមានបន្លែស្លឹកផ្ទៃស្ពៃផ្ទីតកួនសាឡាត់
អីជាដើមទៅបងប្អូនហើយទី2គឺប្រភេទបន្លែផ្លែដូចជាប៉េងប៉ោះត្រប់វែងត្រប់ស្រួយម្រះននោងជ្រុងម្ទេសល្ហុងត្រឡាចអីអញ្ចឹងជាដើមទី3គឺបន្លែមើមវាមានឆៃថាវត្រាវដលងជ្វាការ៉ុតអីជាដើមហើយបន្លែបន្ទាប់ផ្សំគឺមានពពួកជីខ្ទឹមស្លឹកគ្រៃរំដេងរមៀតខ្ជាយខ្ញីពពួកឈើហូបផ្លែមានអាយុកាលខ្លីដូចជាចេកល្ហុងត្របែកទៀបក្រូចវល្លិឬផ្លែផាសសិនជាដើមដំណាំផ្សេងទៀតដូចជាម្រុំស្អំស្លឹកបាសស្លឹកងប់អង្គាដីឆាយាស្ដាប់ទៅងាយអត់បងប្អូនចាការនិយាយការស្ដាប់គឺងាយប៉ុន្តែការអនុវត្តគឺវាពិបាកក៏ប៉ុន្តែខ្ញុំគិតថាវាមិនពិបាកហួសសមត្ថភាពយើងទេដើម្បីសុខភាពយើងជាទូទៅយើងម្នាក់ត្រូវបរិភោគបន្លែផ្លែឈើយ៉ាងហោចណាស់បរិមាណ400ក្រាមឬ4ខាំនៅក្នុងមួយថ្ងៃអញ្ចឹងបើសិនជាយើងមានបន្លែផ្លែឈើដាំបែបធម្មជាតិក្នុងសួនគ្រួសារគឺកាន់តែមានសុវត្ថិភាពមានអាហារូបត្ថម្ភខ្ពស់ដឹងអត់បងប្អូនជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះម្ដាយដែលកំពុងបំបៅដោះកូនកុមារក្រោមអាយុ5ឆ្នាំមនុស្សចាស់គឺថាល្អខ្លាំងមែនទែនបងប្អូនវាទទួលបានវីតាមីនចម្រុះគ្រប់គ្រាន់ហើយយើងដឹងច្បាស់ហើយថារបស់ដែលយើងដាំយើងមិនដែលទៅយកគីមីយកអីយកទៅស្រោចទាំងធុងទេបងប្អូនយើងចែកសត្វល្អិតចែកអីខ្លះទៅយើងប្រើតែជីថ្នាំពុលធម្មជាតិនឹងយកទៅណាមិនអស់ចឹងសង្ឃឹមថាបងប្អូនស្ដាប់ហើយយកទៅអនុវត្តហើយនឹងរីករាយនៅក្នុងការប្រមូលផលទទួលទិន្នផលលក្ខណៈប្រចាំថ្ងៃហើយបើយើងដាំបានច្រើនយើងអាចលក់ទៅកាន់ទីផ្សារផងដែរអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ហើយនឹងគ្រប់គ្រងខ្ញុំតាំងពីដើមនៃការបង្កើត channel រហូតមកដល់បច្ចុប្បន្នបងប្អូនតាមពិតខ្ញុំមានប្រធានបទច្រើនចង់ចែកម្លែកគ្រាន់ថាអត់សូវមានពេលវេលាណាបងប្អូនហើយបងប្អូនអាចទៅមើលវីដេអូចាស់ដែលខ្ញុំចេញតាំងពីច្រើនខែមុនបានហើយនឹងតាមដានវីដេអូថ្មីបន្តទៀតអរគុណច្រើន